បាទជំរាបសួរបងបិទជាងទាំងអស់បាទឥឡូវខ្ញុំសូមធ្វើវីដេអូបង្ហាញរបៀប sign in Apple ID ដែលប្រភេទថ្មីនេះជូនបងមើលថាជាងត្រូវធ្វើរបៀបណាអញ្ចឹងទី1 Apple ID របស់យើងមានទី1គឺ email ទី2 password ទី3គឺ link OTP អញ្ចឹងយើងត្រូវធ្វើម៉េចដើម្បី log in ហើយយើងអាច download app បានអញ្ចឹងទី1បង copy email វាសិនតមកយើងបើក App Store របស់យើងចុចពាក្យ sign in មកតមកយើងផាសវាតាមធម្មតាទី2យើងទៅ copy password យើងមួយទៀតតមកយើងផាសចូលតាមធម្មតាហើយយើង sign in បាទពេលនោះវានឹងទាលេខ OTP អញ្ចឹង OTP ហ្នឹងយើងត្រូវធ្វើម៉េច OTP ហ្នឹងគឺយើងនេះគឺ link ទី2នេះអញ្ចឹង link ទី3ហ្នឹងគ្រាន់តែយើងចុចពីលើវាទៅគឺវាបោះលេខ OTP មកឲ្យយើងហើយគឺនេះ007716អញ្ចឹងយើងវាយតាមហ្នឹងមក007716បាទសូមរងចាំបន្តិចបាទឃើញថាការ login របស់យើងជោគជ័យអញ្ចឹងយើងធ្វើការ download ណាតែមើលថាការ download របៀបម៉េចអញ្ចឹងយើងតេស្ត download មួយមកបាទនេះវាទាឲ្យ password យើងផាស password យើងមិញមកចូលមក password នេះ password នេះបាទនេះ password នេះយើង copy ម្ដងទៀតក៏បានយើងបាន copy ចប់ហើយយើងអានេះយើងអស់ចោលទៅអា Safari យើងមិញនេះបាទអញ្ចឹងអានេះយើងឧទាហរណ៍ download ម្ដងទៀតខ្ញុំផាស password ចូលមកបាទឃើញថាយើងអាច download បានបាទជាបង ID នេះគឺយើងអាចយកដាក់ជា iCloud ទេណាយើងកុំដាក់ជា iCloud យើងបានតែសម្រាប់តែ download app ទេបាទអរគុណច្រើន